ngàyនេះ2ទីម៉ោងទៀតហើយបងប្អូនគឺខាងវត្តសំប៉ាណាបងប្អូនគឺថ្ងៃនេះមកឈប់ចំមកផ្ទះហ្មងគឺអឺលំអភ្លេងគូស្គរគឺឈប់ចំមកផ្ទះហ្មងលន់ល្អមែនតើហ្មងគឺក្មេងៗបកាយគោះខ្លាំងណាបងប្អូនគឺខាងវត្តសំប៉ាណាបងប្អូនថ្ងៃទី29ខែ7 2026បងប្អូនគឺគោះឥឡូវនេះភ្ញាក់អាសមាចាំលឺតែសលេងបងប្អូនគាត់តែលឺសលេងគោះមកដឹងថាទីម៉ោងហ្មងភ្ញាក់ភ្លាមគឺរត់មកហៅមើលទីម៉ោងអញ្ចឹងណាបងប្អូនហើយខាងវត្តសប៉ាហ្នឹងគឺហាយចំថ្ងៃជាមួយនឹងខាងវត្តខ្ញុំគឺវត្តព្រៃតាដួងណាបងប្អូននេះគឺវត្តសប៉ាគឺគាត់ហាយថាមកខាងឯងបងប្អូនដោយសារថាឮដំណឹងថាខាងវត្តព្រៃតាដួងហ្នឹងគឺហាយចុះមកអញ្ចឹងណាបងប្អូនអញ្ចឹងហាយកុំឲ្យប៉ះគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងហាយតែមកខាងទេអញ្ចឹងខាងវត្តសប៉ាគឺគាត់ដើរមកជាហៀងខាងកើតអញ្ចឹងដល់ពេលខាងវត្តព្រៃតាដួងគឺគាត់ហាយចូលវត្តវិញអញ្ចឹងណាបងប្អូនគឺគាត់ហាយខាងលិចអញ្ចឹងទៅបងប្អូននេះគឺនេះទីងូនេះសក់ឡើងវែងមែនតើមកផ្លែកបងប្អូននេះសក់ចងឡើងចងទីតុយបងប្អូនគឺខាងវត្តសំប៉ានេះគឺទីងូវត្តច្រើនណាបងប្អូននេះឥឡូវនេះគឺខាងទីងូវត្តព្រៃតាដួងគឺគាត់ហាយមកឲ្យបងប្អូនគឺដោយតែបងប្អូនឃើញចឹងគឺខ្ញុំធ្លាប់ថតនៅវត្តជាប្រចាំអញ្ចឹងណាបងប្អូនគឺទីងូយ៉ានេះគឺទីងូខាងប្រចាំវត្តព្រៃតាដួងណាបងប្អូននេះប្រុសស្អាតគឺខ្ញុំធ្លាប់ថតដែរអញ្ចឹងណាបងប្អូននិយាយទៅរាល់ល្ងាចគឺដឹងតែទៅថតទីងូនៅខាងក្នុងវត្តអញ្ចឹងណាវត្តព្រៃតាដួងយើងហ៎អញ្ចឹងបន្ទាប់ពីយើងមើលនៅមុខផ្ទះហើយគឺយើងត្រៀមខ្លួនជិះតាមទីងូបង្ហាយដល់វត្តហ្មងបងប្អូនគឺខាងក្មេងៗមិនងំគ្នាចាំបង្ហាយចូលវត្តទាំងអស់គ្នាអញ្ចឹងណាបងប្អូនហើយទីងូនេះគឺទីងូទីបំផុតគឺបានជួបហើយទីងូគួនអ៊ីបងប្អូនគឺអញ្ចឹងជិះម៉ូតូទៅវត្តតាមថតជាមួយនឹងទីងូគួនអ៊ីតែម្ដងបងប្អូនគឺខាងទីងូគួនអ៊ីហ្នឹងគឺជាទៅធ្វើរួចប្រហែលជាមួយថ្ងៃចុងក្រោយនេះទេដែលឃើញហាបងប្អូនហើយខាងវត្តខ្ញុំក៏មានទីងូគួនអ៊ីដែរអញ្ចឹងឃើញហាដែរអញ្ចឹងណាបងប្អូនអញ្ចឹងក៏រៀបចំស្រែស្រង់ជីទៅថតផ្ទាល់ជាមួយនឹងទីងូគួនអ៊ីដែរអញ្ចឹងណាហាសូមមកលើភ្លេងឲ្យបាននេះគឺរាំយ៉ាងម្ដងចាំឲ្យទីងូទៅរៀបផុសតិចកុំឲ្យឆ្អៀតបន្តិចយើងជិះទៅតាមក្រោយអញ្ចឹងហើយថ្ងៃមុនខ្ញុំគិតថាខាងវត្តព្រៃតាដួងហ្នឹងហាយហើយអញ្ចឹងណាបងប្អូនតាមពិតអត់ទាន់ហាយអញ្ចឹងគឺចាប់តាមហាយថ្ងៃហ្នឹងទៅអញ្ចឹងណាបងប្អូនគឺខ្ញុំស្មានតាំងហាយហើយអត់បានមើលហើយតើតែឥឡូវនេះទីបំផុតគឺបានមើលពួកអីភាសាថ្ងៃមុនខ្ញុំទៅពេញខ្ញុំខ្លាចខាងវត្តហាយហើយអញ្ចឹងណាបងប្អូនឥឡូវនេះជិះម៉ូតូតាមពីក្រោយគឺទីមុំស្រីស្អាតរត់ទៅហើយមេឃដល់ពេលដែលនេះនឹងភ្លៀងរហូតបងប្អូនអើយអាណិតបងប្អូនដែលហាយទីមុំហ្នឹងតែសំខាន់សួរបងប្អូនថាភ្លៀងយ៉ាងណាក៏នៅតែសុបាយបងប្អូនពួកគាត់សុបាយមែនតើហ្មងហើយនេះគឺចិត្តគៀកវត្តហើយអញ្ចឹងក៏ពួកគាត់អស់ជើងអស់ដៃដែរក៏សម្រាប់បន្តិចទៅហើយមេឃរៀងភ្លៀងដែរអញ្ចឹងណាបងប្អូនហើយនេះគឺទីមុំកូនក្មេងទៀតបងប្អូនគឺក្មេងៗធ្លាប់ស្គាល់ឥឡូវអាសុំអាទៅលេងវត្តរាល់ថ្ងៃអញ្ចឹងស្គាល់មករួមឲ្យមើលអញ្ចឹងណាឥឡូវនេះគឺទីមុំយើងបានចូលមកដល់វត្តហើយអញ្ចឹងណាបងប្អូនអញ្ចឹងនៅវត្តមានកម្មវិធីសូត្រមន្តបង្ហាទានវស្សាហើយនឹងមានស្លាដកមានអីទៀតអញ្ចឹងណាបងប្អូនហើយនេះទីមុំស្អាតស្អាតសក់ខ្លីទៀតនេះគឺកំពុងតែរៀបចំនឹងហាយទានភាសាបងប្អូនហើយមានស្លាដកមានអីអញ្ចឹងណាហើយនេះបងប្អូនទីបំផុតគឺខ្ញុំបានថតជាមួយនឹងទីមុំគួនអ៊ីបងប្អូននេះបានថតហើយគឺទីមុំគួនអ៊ីបានថតជាមួយអញ្ចឹងណាបងប្អូនហើយក៏រៀបចំនឹងហាយទានភាសាគឺជុំវិញព្រះជុំវិញវត្តហាយជុំវិញវត្តមានយាយតាច្រើនណាបងប្អូនអ៊ូអរខ្លាំងមែនតើហ្មងឥឡូវយើងរៀបចំក្បួននឹងហាយជុំវិញវត្តអញ្ចឹងណាបងប្អូនគឺយើងគឺលោកតាឲ្យខាងទីមុំ
ដង្ហែនៅខាងមុខអញ្ចឹងណាហើយនេះគឺទីងមុំប្រចាំវត្តព្រៃទឹកដួងគឺទីងមុំយក្សដែលធំជាងគេអញ្ចឹងណានៅវត្តណាហើយដើរពីមុខគេហើយទីងមុំទូគឺដើរតាមក្រោយអញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវនេះចាប់ផ្ដើមដង្ហែទៅហើយបងប្អូនសម្រាប់ក្បួនដង្ហែនេះគឺយើងដង្ហែជុំវិញវត្តយើងអញ្ចឹងណាបងប្អូនហើយចំពោះវត្តព្រៃទឹកដួងគឺការដង្ហែទីងមុំចូលព្រះវស្សានេះគឺត្រូវបានបញ្ចប់ហើយបងប្អូនហើយឮថាខាងទីងមុងកោះលងចិនគឺត្រូវដង្ហែថ្ងៃទី30មួយថ្ងៃទៀតអញ្ចឹងណាបងប្អូនតែអត់ដឹងថាហាយពីខាងណាទៅខាងណាខ្ញុំអត់បានដឹងច្បាស់ដែរបងប្អូនចាំជួយខមមិនផងហើយនៅពេលដែលនេះហែជុំវិញវត្តហើយគឺត្រូវហែត្រឡប់ចូលវត្តវិញអញ្ចឹងណាបងប្អូនហើយទីងមុងព្រៃទ្រូងគឺបញ្ចប់ថ្ងៃហ្នឹងហើយស្អែកត្រូវបញ្ចប់ហើយបងប្អូនគឺមានពិធីនៅវត្តទៀតអញ្ចឹងណាបងប្អូនហើយខ្ញុំក៏រៀបថតនឹងហើយគឺត្រឡប់មកផ្ទះវិញអញ្ចឹងណាបងប្អូនដោយសារភ្លៀងហើយតក់ដែរខ្ញុំខ្លាចត្រូវអសមាខ្លាចឈឺអញ្ចឹងណាបងប្អូនគឺនេះទីងមុងប្រចាំវត្តព្រៃទ្រូងយើងគឺទីងមុងយក្សហើយនេះទីងមុងគួនអ៊ីបងប្អូនគឺប្រចាំឆ្នាំ2026គឺថែមទីងមុងគួនអ៊ីមួយទៀតអញ្ចឹងណាបងប្អូនគឺហើយឥឡូវនេះគឺបញ្ចប់ហើយបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ